សូមស្វាគមន៍មកកាន់នាទីនិយាយដើមខ្មោចរឿងផ្លូវអន្ទាក់សំឡេងខ្សឹបពីភាពងងឹតរាត្រីរះយឺតត្រីស្របដណ្ដប់ភូមិត្រពាំងស្វាយទៅដោយស្រមូលដ៏វែងអន្លាយខ្យល់រដូវប្រាំងបក់ផាត់តិចតិចនោមបកនៅក្លិនធូលីដីលាយលំនឹងក្លិនផ្កាកេសរដែលរីកបបប្រាសពេញរបងផ្ទះអ្នកភូមិរិទ្ធអ្នករត់ម៉ូតូឌុបប្រចាំភូមិតែងតែចេញរកមួយនៅពេលយប់ជ្រៅបែបនេះម៉ូតូ CQ ពណ៌ខៀវចាស់របស់គេហាក់ដូចជាយល់ចិត្តម្ចាស់យ៉ាងណាអមដំណើររិទ្ធរាប់ឆ្នាំមកហើយឆ្លងកាត់ទាំងផ្លូវលំដីហុយនិងផ្លូវកៅស៊ូស្ងាត់ជ្រងំយប់នេះក៏ដូចយប់ដទៃទៀតដែររិទ្ធបានដឹកអ្នកដំណើរចុះឡាងរហូតដល់ម៉ោងជាង10យប់ទើបសម្រេចចិត្តត្រឡប់ទៅផ្ទះវិញព្រមមួយចាប់ផ្ដើមស្ងាត់ទៅហើយបេះដូងរបស់រិទ្ធស្រាលព្រោះរកបានលួយគួរសមសម្រាប់ថ្ងៃនេះគេបត់ចូលផ្លូវលំមួយខ្សែដែលជាផ្លូវកាត់ដើម្បីទៅដល់ផ្ទះឲ្យបានលឿនផ្លូវនេះមិនមែនជាផ្លូវធំទេមានតែកយន្តនិងម៉ូតូទើបអាចទៅរួចមកខាងជាវាលស្រែដែលពេលយប់មើលមិនឃើញអ្វីក្រៅពីភាពងងឹតនិងពន្លឺភ្នែកទន្សោងឬសត្វផ្សេងឆ្លុះបញ្ចាំងពីភ្លើងម៉ូតូមកខាងទៀតជាព្រៃរបោះតូចនិងគុម្ពផ្កាព្រៃដ៏ជ្រុំច្រាំងអ្នកភូមិតែល្បីតគ្នាថាផ្លូវនេះមានបារមីសក្តិសិទ្ធិប៉ុន្តែក៏មានរឿងអថោកំបាំងគួរឲ្យខ្លាចផងដែរពេលកំពុងបើកម៉ូតូសម្ដៅទៅមុខរិទ្ធក៏ចាប់ផ្ដើមឮសំឡេងមួយដំបូងឡើយគេគិតថាជាសំឡេងខ្យល់បក់ឬសំឡេងស្លឹកឈើរងើប៉ុន្តែសំឡេងនោះកាន់តែច្បាស់ទៅហាក់ដូចជាសំឡេងនារីម្នាក់កំពុងហៅគេបងជួយខ្ញុំផងបងរិទ្ធបន្ថយល្បឿនម៉ូតូហើយងាកមើលជុំវិញក្រោមពន្លឺភ្លើងម៉ូតូដែលចាំងឆ្លុះខ្សោយគេក៏ឃើញស្រីម្នាក់ឈរនៅក្បែរគុម្ពផ្កាស្បៃរឿងនាងស្លៀកសម្លៀកបំពាក់ពណ៌សរលុងមើលទៅដូចជារ៉ូបវែងសក់របស់នាងខ្មៅរលៀងលាតចុះមកដល់ចង្កេះមុខរបស់នាងស្លែកបន្តិចតែមានសភាពស្រស់ស្អាតគួរឲ្យទាក់ទាញរិទ្ធមានអារម្មណ៍ចម្លែកមួយរត់ពេញខ្លួនយប់ជ្រៅបែបនេះហេតុអ្វីបានជានារីម្នាក់នៅឈរម្នាក់ឯងនៅផ្លូវស្ងាត់ជ្រុងបែបនេះប៉ុន្តែក្នុងនាមជាអ្នករត់ម៉ូតូឌុបរិទ្ធមិនអាចបដិសេធមិនជួយអ្នកដំណើរបានឡើយនាងមានការអីដែរហេតុអីបានជានៅឈរម្នាក់ឯងពេលយប់បែបនេះរិទ្ធសួរទៅនាងដោយសំឡេងទន់ភ្លន់លាយឡំនឹងការងឿងឆ្ងល់នារីនោះងើបមុខសម្លឹងមករិទ្ធភ្នែករបស់នាងមានពន្លឺស្រអាប់ខ្ញុំចង់ទៅផ្ទះតែខ្ញុំអត់មានមធ្យោបាយទៅបងអាចជួយជូនខ្ញុំទៅបានទេបានតើផ្ទះនាងនឹងឯណាដែររិទ្ធឆ្លើយដោយមិនគិតច្រើននារីនោះលោកដៃមកចង្អុលទៅខាងមុខនៅឯមុខបន្តិចទៀតទេវាឆ្ងាយបន្តិចតែខ្ញុំនឹងឲ្យលុយបងគ្រប់ចំនួនរិទ្ធមិនបានគិតដល់លុយកាក់អ្វីឡើយព្រោះគេអាណិតនារីនោះមកឡើងមកគេក៏ឈប់ម៉ូតូឲ្យនាងឡើងនារីនោះក៏ឡើងអង្គុយពីក្រោយរិទ្ធមានអារម្មណ៍ត្រជាក់ស្រេងមួយរត់ពេញខ្លួនកាលបើនាងប៉ះចំខ្នងរបស់គេនាងអង្គុយស្ងៀមមិននិយាយស្ដីអ្វីឡើយរហូតធ្វើឲ្យរិទ្ធមានអារម្មណ៍ឆ្ងល់នាងស្មោះអីដែរផ្ទះនាងនៅឯណាឲ្យប្រកាសរិទ្ធព្យាយាមបំបត្តិភាពស្ងាត់ស្ងៀមខ្ញុំឈ្មោះណែតផ្ទះខ្ញុំនៅត្រង់នោះឯងផ្ទះដែលគេទុកចោលជាយូរមកហើយសំឡេងរបស់នាងស្ដាប់ទៅហាក់ដូចជាស្លេកស្លាំងនិងសោកសៅរិទ្ធងឿនឆ្ងល់ផ្ទះដែលគេទុកចោលនៅផ្លូវនេះមានផ្ទះមួយដែលជាផ្ទះចាក់ទ្រុឌទ្រំសង់ពីឈើមានរបងបាក់បែកនិងមានដើមឈើដុះរំពាត់ចិត្តផ្ទះនោះត្រូវបានគេបោះបង់ចោលរាប់ឆ្នាំមកហើយក្នុងចិត្តរបស់រិទ្ធចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចបន្តិចផ្ទះដែលគេបោះបង់ចោលនោះឬរិទ្ធសួរដោយមិនសើហ៊ានបាទនោះហើយជាផ្ទះខ្ញុំណែតឆ្លើយរិទ្ធកាន់តែបើកម៉ូតូទៅជិតផ្ទះនោះពន្លឺភ្លើងម៉ូតូចាំងឆ្លក់ទៅលើផ្ទះឈើចាស់នោះដែលមើលទៅគួរឲ្យខ្លាចជាពន់ពេកសសរពុកភុយដំបូលប្រហោងរបងបាក់បែកគ្មានទ្វារឬបង្អួចត្រឹមត្រូវទេវាពិតជាផ្ទះដែលគ្មានមនុស្សរស់នៅរិទ្ធឈប់ម៉ូតូណាមុខរបងផ្ទះនោះគេងាកទៅមើលណែតដើម្បីប្រាប់នាងថាបានមកដល់ហើយប៉ុន្តែពេលគេងាកទៅ
ណែតក៏បាត់ខ្លួនបាត់ទៅហើយគ្មាននរណានៅអង្គុយពីក្រោយខ្នងគេទៀតឡើយរឹតបើកភ្នែកធំធំសម្លឹងមើលទៅកៅអីម៉ូតូដែលទំនេរបេះដូងរបស់គេលោតញាប់ដូចវាយស្គរភាពភ័យខ្លាចមួយរត់ពេញខ្លួនពីចុងជើងដល់ចុងសក់រោមរបស់គេព្រឺខ្ញាក់គេក៏ដឹងថាគេទៅតែដឹកខ្មោចដោយភាពភ័យខ្លាចរឹតក៏ចាប់ផ្ដើមបង្វិលចង្កូតម៉ូតូយ៉ាងលឿនហើយបោលម៉ូតូចេញពីមុខផ្ទះនោះយ៉ាងលឿនបំផុតមិនហ៊ានងាកក្រោយសូម្បីតែបន្តិចសំឡេងខ្យល់បក់ផាត់ស្លឹកឈើនៅក្បែរផ្ទះនោះហាក់ដូចជាកំពុងសើចចំអកឯគេរឹតបោលទៅមុខមិនហ៊ានឈប់រហូតដល់ទៅដល់ផ្ទះរបស់ខ្លួនរឿងនិទានរបស់តាឆ្វេនក្រោយពីត្រឡប់មកដល់ផ្ទះវិញរឹតបានចតម៉ូតូភ្លាមហើយរត់ចូលទៅក្នុងផ្ទះគេមិនហ៊ានបិទភ្នែកឡើយព្រោះរូបភាពរបស់នាងណែតនៅតែដិតដាមក្នុងខួរក្បាលរបស់គេភាពត្រជាក់ដែលប៉ះនឹងខ្នងរបស់គេនៅតែដក់ជាប់អារម្មណ៍គេខំប្រឹងរលឹកនឹកមើលថាតើនេះជាសុបិនឬការពិតប៉ុន្តែគេដឹងច្បាស់ថាវាជាការពិតយប់នោះរឹតដេកមិនលក់សោះគេក្រឡាប់ត្រលិនពេញក្រែរហូតទល់ភ្លឺពន្លឺព្រះអាទិត្យរះឡើងចាំងចាងចូលតាមបង្អួចទើបរឹតមានអារម្មណ៍ធូរស្រាលបន្តិចព្រឹកឡើងរឹតក៏ទៅអង្គុយផឹកកាហ្វេនៅផ្ទះវណ្ណៈដែលជាមិត្តភក្តិជិតដិតនិងជាអ្នករត់ម៉ូតូឌុបដូចគ្នាវណ្ណៈសង្កេតឃើញថារឹតមានសភាពស្លែកស្លាំងនិងភ្នែករង្វង់ខ្មៅទើបសួរនាំហារឹតកើតអីនឹងដូចជាមិនស្រួលខ្លួនសោះវណ្ណៈសួរទាំងឆ្ងល់រឹតក៏ចាប់ផ្ដើមរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះកាលពីយប់មិញឲ្យវណ្ណៈស្ដាប់ទាំងអស់វណ្ណៈបើកភ្នែកធំស្ដាប់ដោយយកចិត្តទុកដាក់ឯងថាឯងដឹកខ្មោចណែតផ្ទះចាស់នៅផ្លូវកាត់នោះវណ្ណៈសួរដោយទឹកមុខមិនជឿផងភ័យផងបាទខ្ញុំមិនកុហកទេខ្ញុំឃើញផ្ទាល់ភ្នែកខ្ញុំជួបផ្ទាល់ខ្លួនរឹតនិយាយដោយសំឡេងញ័រនាងស្អាតណាស់តែស្លែកស្លាំងនាងសុំខ្ញុំដឹកទៅផ្ទះនាងតែផ្ទះនោះគ្មានមនុស្សរស់នៅរាប់ឆ្នាំហើយបាទខ្ញុំមិនកុហកទេខ្ញុំឃើញផ្ទាល់ភ្នែកខ្ញុំជួបផ្ទាល់ខ្លួនវណ្ណៈនៅស្ងៀមមួយសន្ទុះទើបនិយាយរឿងនេះខ្ញុំក៏ធ្លាប់ឮដែរអ្នកភូមិតែងល្បីតៗគ្នាថានៅផ្លូវកាត់នោះមានស្រីម្នាក់ឈ្មោះណែតតែងតែចេញមកសុំអ្នកដំណើរជិះទៅផ្ទះនាងគេហៅវាថាផ្លូវអន្ទាក់ព្រោះអ្នកណាបានដឹកនាងហើយក៏តែងតែមានរឿងមិនស្រួលខ្លួនឬមានអារម្មណ៍ភ័យខ្លាចរហូតតែខ្ញុំមិនដែលជឿរឿងបែបនេះសោះរហូតដល់ខ្ញុំជួបផ្ទាល់ខ្លួនឯងរឹតនិយាយតើណែតជានរណាហេតុអ្វីបានជានាងនៅទីនោះហើយហេតុអ្វីបានជានាងទៅរស់នៅផ្ទះចាស់ទ្រុឌទ្រោមនោះវណ្ណៈគិតមួយសន្ទុះរឿងនេះមានតែតាឆ្វេងទេដែលអាចដឹងច្បាស់តាឆ្វេងជាអ្នកភូមិចាស់មានចំណេះដឹងច្រើនពីរឿងព្រេងនិងរឿងអាថ៌កំបាំងក្នុងភូមិយើងរឹតក៏សម្រេចចិត្តថាត្រូវតែទៅជួបតាឆ្វេងដើម្បីស្វែងរកការពិតគេមិនអាចទ្រាំទ្រនៅភាពភ័យខ្លាចនិងភាពងឿងឆ្ងល់នេះទៀតបានឡើយរសៀលថ្ងៃនោះរឹតបានជិះម៉ូតូទៅផ្ទះតាឆ្វេងជាបុរសចំណាស់មានវ័យ70-80ឆ្នាំហើយភ្នែករបស់គាត់ស្រអែបបន្តិចតែទឹកមុខរបស់គាត់ស្រស់ស្រាយនិងមានចិត្តល្អចៅរឹតមកលេងតាឬតាឆ្វេងសួរដោយទឹកមុខញញឹមបាទតាខៀងមកសុំតាជួយបកស្រាយរឿងមួយរឹតនិយាយដោយទឹកមុខស្លេកស្លាំងរឹតក៏រៀបរាប់រឿងដែលបានជួបប្រទះឲ្យតាឆ្វេងស្ដាប់ទាំងអស់តាឆ្វេងស្ដាប់ដោយយកចិត្តទុកដាក់ទឹកមុខរបស់គាត់ប្រែជាធ្ងន់ធ្ងរបន្តិចម្ដងរឿងណែតនេះជារឿងដ៏សោកសៅមួយដែលកើតឡើងតាំងពី30ឆ្នាំមុនមកម្លេះតាឆ្វេងចាប់ផ្ដើមរៀបរាប់ណែតជាកូនញាក់មានធូរធារម្នាក់ក្នុងភូមិនាងមានរូបសម្រស់ស្រស់ស្អាតទឹកចិត្តល្អនិងមានការអប់រំខ្ពស់ឪពុកម្ដាយរបស់នាងជាអ្នកមានចិត្តបុណ្យហើយបានសង់ផ្ទះដ៏ធំស្កឹមស្កាយមួយនៅឯផ្លូវកាត់នោះជិតវាលស្រែពួកគាត់ស្រឡាញ់ណែតណាស់ប៉ុន្តែថ្ងៃមួយណែតក៏បានឡង់ស្រឡាញ់បុរសម្នាក់ឈ្មោះវិសិទ្ធជាបុរសសង្ហា
រៀនសូត្រខ្ពង់ខ្ពស់តែចិត្តគំនិតរបស់គេមិនល្អឡើយគេលួចស្រឡាញ់ណែតមិនមែនដោយសារតែសម្រស់ឬចិត្តល្អរបស់នាងនោះទេគឺដោយសារតែទ្រព្យសម្បត្តិរបស់គ្រួសារណែតឪពុកម្ដាយរបស់ណែតបានហាមឃាត់តែណែតមិនស្ដាប់នាងបានរៀបការជាមួយវិសិទ្ធក្រោយរៀបការរួចណែតក៏ទៅរស់នៅប្រទេសរបស់នាងជាមួយវិសិទ្ធពីដំបូងឡើយវិសិទ្ធមានចិត្តល្អដាក់ណែតតែក្រោយមកគេក៏ចាប់ផ្ដើមបង្ហាញរឿងពីពិតរបស់គេជាមនុស្សល្បិចកលចូលចិត្តលេងល្បែងនិងផឹកស្រាគេតែងតែបង្ខំឲ្យណែតសុំលុយពីឪពុកម្ដាយណែតជាមនុស្សស្ងៀមស្ងាត់មិនហ៊ានតវ៉ានាងបានរងទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្តថ្ងៃមួយឪពុកម្ដាយរបស់ណែតក៏បានទទួលមរណភាពបន្តបន្ទាប់គ្នាដោយសារជំងឺចាស់ជរាវិសិទ្ធក៏កាន់តែបង្ហាញរឿងពីអាក្រក់ខ្លាំងឡើងគេបានបង្ខំឲ្យណែតលក់ដីនិងផ្ទះទាំងអស់ដើម្បីយកលុយទៅចាយវាយណែតមិនព្រមនាងចង់រក្សាដីនិងផ្ទះនោះជាកេរមរតកពីឪពុកម្ដាយវិសិទ្ធខឹងសម្បាយ៉ាងខ្លាំងនៅយប់មួយគេបានឆ្លោះប្រកែកជាមួយណែតយ៉ាងខ្លាំងគ្មាននរណាដឹងច្បាស់ថាមានរឿងអ្វីកើតឡើងនោះទេតែអ្នកភូមិយើងឮតែសំឡេងណែតស្រែកយំយ៉ាងសោកសៅហើយបន្ទាប់មកក៏ស្ងាត់ឈឹងព្រឹកឡើងវិសិទ្ធក៏បានបាត់ខ្លួនបាត់ទៅគ្មាននរណាឃើញគេទៀតឡើយចំណែកណែតក៏គ្មាននរណាឃើញនាងទៀតដែរផ្ទះនោះក៏ត្រូវបានបោះបង់ចោលតាំងពីពេលនោះមកអ្នកភូមិខ្លះថាវិសិទ្ធបានសម្លាប់ណែតហើយរត់គេចខ្លួនបាត់ទៅខ្លះទៀតថាណែតបានស្លាប់ដោយសារតែភាពសោកសៅហើយវិសិទ្ធបានយកសពនាងទៅលាកទុកនៅកន្លែងណាមួយតាឆ្វេងក៏ដកដង្ហើមធំវិញ្ញាណរបស់ណែតនៅតែវិលវល់នៅផ្ទះនោះនាងហាក់ដូចជាកំពុងស្វែងរកអ្វីមួយនាងចង់ត្រឡប់ទៅផ្ទះរបស់នាងវិញអ្នកណាដែលបានដឹកនាងទៅដល់ផ្ទះនោះក៏តែងតែមានអារម្មណ៍ចម្លែកនិងភ័យខ្លាចគេហៅវាថាផ្លូវអន្ទាក់ព្រោះវិញ្ញាណរបស់ណែតបានជាប់គាំងនៅទីនោះហើយក៏បានទាក់ទាញអ្នកដំណើរឲ្យចូលទៅក្នុងរឿងសោកសៅរបស់នាងរិទ្ធស្ដាប់ហើយក៏ព្រឺសម្ពរខ្ញាក់ខ្ញាក់គេមានអារម្មណ៍អាណិតណែតជាពន់ពេកវិញ្ញាណរបស់នាងមិនបានទៅកាន់សុគតិភាពទេគឺនៅជាប់គាំងនឹងផ្ទះចាស់ទ្រុឌទ្រោមនោះតើខ្ញុំត្រូវធ្វើដោយម្ដេចទៅតាខ្ញុំមានអារម្មណ៍ថានាងចង់ប្រាប់ខ្ញុំអ្វីមួយរិទ្ធសួរដោយទឹកមុខតានតឹងតាឆ្វេងសម្លឹងមករិទ្ធដោយទឹកមុខធ្ងន់ធ្ងរចៅប្រយ័ត្នប្រយែងវិញ្ញាណរបស់នាងអាចនឹងទាក់ទាញចៅឲ្យទៅជាចំណែកនៃភាពសោកសៅរបស់នាងប្រសិនបើចៅចង់ជួយនាងចៅត្រូវស្វែងរកការពិតថាតើមានអ្វីកើតឡើងពិតប្រាកដចំពោះនាងតើនាងស្លាប់ដោយសារអ្វីសពរបស់នាងនៅឯណាមានតែការពិតទេទើបអាចដោះលែងវិញ្ញាណរបស់នាងបានសំឡេងពីអតីតកាលរិទ្ធត្រឡប់មកពីផ្ទះតាឆ្វេងវិញដោយអារម្មណ៍លាយឡំគ្នាភាពភ័យខ្លាចនៅតែមានប៉ុន្តែត្រូវបានជំនួសមកវិញដោយភាពអាណិតនិងបំណងចង់ជួយគេមិនអាចទ្រាំទ្រនឹងគំនិតដែលថាវិញ្ញាណដ៏សោកសៅរបស់នារីម្នាក់ជាប់គាំងនៅទីនោះជារៀងរហូតនោះទេយប់បន្ទាប់រិទ្ធសម្រេចចិត្តទៅកាន់ផ្លូវអន្ទាក់នោះម្ដងទៀតលើកនេះគេមិនបានទៅរកមួយទេគឺទៅដើម្បីស្វែងរកការពិតគេបានរៀបចំភ្លើងពេលមួយខ្សែធូបនិងទៀនមួយចំនួនម៉ូតូរបស់រិទ្ធបានបោលសម្ដៅទៅផ្ទះចាស់នោះភាពងងឹតនៃរាត្រីបានលោមព័ទ្ធផ្លូវនោះដើមឈើធំធំក្បែរផ្លូវហាក់ដូចជាមានភ្នែកសម្លឹងមើលគេពន្លឺភ្លើងម៉ូតូចាំងឆ្លក់ទៅលើផ្ទះចាស់នោះវានៅតែមើលទៅគួរឲ្យខ្លាចដោយកាលពីយប់មិញរិទ្ធឈប់ម៉ូតូនៅមុខផ្ទះគេដកដង្ហើមវែងៗដើម្បីប្រមូលស្មារតីគេក៏ចុះពីលើម៉ូតូហើយកាន់ភ្លើងពិលដោតសម្ដៅទៅមាត់ទ្វារផ្ទះរបងបាក់បែកនិងគុម្ពោតព្រៃដុះរុំព័ទ្ធចិត្តធ្វើឲ្យគេពិបាកដាល់ពេលទៅដល់មាត់ទ្វារគេក៏ឃើញទ្វារផ្ទះលក់របើកតិចៗដោយសារខ្យល់បក់ផាត់ភាពងងឹតនៅក្នុងផ្ទះហាក់ដូចជាកំពុងលេបត្របាក់អ្វីៗទាំងតោះរិទ្ធបើកភ្លើងពិលចាំងចូលទៅក្នុងផ្ទះនោះពោពេញទៅដោយធូលីដីនិងស្នាមអំបោះងាប់យែគ្រឿងសង្ហារឹមទាំងអស់ត្រូវបានគេយកចេញបាត់ទៅហើយ
សល់តែស្នាមប្រឡាក់និងភាពទទេស្ងាត់រឹតដាវចូលទៅក្នុងផ្ទះដោយប្រុងប្រយ័ត្នសំឡេងជើងរបស់គេបោះជំហានលើកណ្ដាលផ្ទះចាស់ៗឬសូរក្រឹបហាក់ដូចជាកំពុងបន្តពីភាពស្ងាត់ជ្រងំនៃផ្ទះនោះរឹតដាវពីបន្ទប់មួយទៅបន្ទប់មួយបន្ទប់ទទួលភ្ញៀវបន្ទប់គេងបន្ទប់បាយទាំងអស់សុទ្ធតែទទេស្អាតពេលកំពុងដាវស្វែងរករឹតក៏ចាប់ផ្ដើមមានអារម្មណ៍ថាត្រចៀកកាន់តែខ្លាំងឡើងខ្យល់ហាក់ដូចជាឈប់បក់បាត់ទៅហើយភឿនពិលនៅក្នុងដៃរបស់គេក៏ចាប់ផ្ដើមរលត់ម្ដងណែតតើអ្នកនៅទីនេះទេរឹតហៅដោយសំឡេងញ័រភ្លាមនោះសំឡេងស្រីម្នាក់ក៏បានបន្លឺឡើងនៅក្បែរត្រចៀករបស់គេបាទខ្ញុំនៅទីនេះរឹតព្រឺសម្បូរខ្ញាក់គេងាកក្រោយភ្លាមណែតកំពុងឈរនៅពីក្រោយខ្នងគេនាងស្លៀករ៉ូបពណ៌សដដែលមុខរបស់នាងស្លែកស្លាំងតែភ្នែករបស់នាងសម្លឹងមករឹតដោយភាពសោកសៅខ្ញុំមកជួយអ្នករឹតនិយាយដោយមិនហ៊ានសម្លឹងភ្នែកនាងចំគ្មាននរណាអាចជួយខ្ញុំបានទេខ្ញុំត្រូវជាប់គាំងនៅទីនេះជារៀងរហូតណែតនិយាយដោយសំឡេងធ្ងរតើអ្នកចង់ឲ្យខ្ញុំជួយអ្វីខ្លះរឹតសួរដោយចិត្តអាណិតតើអ្នកស្លាប់ដោយសារអ្វីសពអ្នកនៅឯណាវិសិទ្ធបានធ្វើអ្វីចំពោះអ្នកណែតមិនបានឆ្លើយតបភ្លាមទេនាងសម្លឹងទៅជ្រុងមួយនៃបន្ទប់ទទួលភ្ញៀវគាត់បានយករបស់ខ្ញុំទាំងអស់គាត់បានយកផ្ទះរបស់ខ្ញុំហើយគាត់បានយកជីវិតរបស់ខ្ញុំរឹតសម្លឹងទៅទិសណែណែតចង្អុលភាពងងឹតហាក់ដូចជាកាន់តែជ្រៅនៅទីនោះរឹតក៏សម្លឹងទៅណែតវិញតើគាត់បានធ្វើអ្វីចំពោះអ្នកតើសពរបស់អ្នកនៅឯណារឹតសួរម្ដងទៀតណែតក៏ចាប់ផ្ដើមយំទឹកភ្នែករបស់នាងហូរចុះមកដោយគ្មានសំឡេងនាងលូកដៃទៅចង្អុលទៅជញ្ជាំងក្បែរជើងចន្ទើនៅទីនោះនៅក្រោមជើងចន្ទើគាត់បានលេះខ្ញុំនៅទីនោះរឹតបើកភ្នែកធំនៅក្រោមជើងចន្ទើនោះមានស្នាមប្រេះបន្តិចបន្តួចនៅលើជញ្ជាំងវាហាក់ដូចជាមានអ្វីមួយយ៉ាងត្រូវបានគេលាក់ទុកនៅទីនោះគាត់ចង់លក់ផ្ទះនេះតែខ្ញុំមិនព្រមគាត់ខឹងខ្លាំងណាស់គាត់បានវាយខ្ញុំគាត់បានទុកខ្ញុំឲ្យស្លាប់នៅទីនេះសំឡេងរបឺតណែតប្រែជាខ្សោយទៅហើយគាត់បានលាក់ឯកសារសំខាន់មួយឯកសារដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅទីនេះផងដែររឹតមានអារម្មណ៍ភ័យខ្លាចប៉ុន្តែក៏មានអារម្មណ៍រន្ធត់ចិត្តផងដែរវិសិទ្ធពិតជាចិត្តអាក្រក់ខ្លាំងណាស់ឯកសារអ្វីតើឯកសារនោះនៅឯណារឹតសួរខ្ញុំញោមមាត់ណែតក៏ដើរទៅមុខបន្តិចនាងហាក់ដូចជាគ្មានជំហាននាងក៏ទៅឈរនៅមុខជញ្ជាំងក្បែរជើងចន្ទើនាងលូកដៃដែលថ្លាហាក់ដូចជាអាចឆ្លងកាត់ជញ្ជាំងបានហើយចង្អុលទៅចំណុចមួយនៅទីនេះគាត់បានលាក់នៅទីនេះរឹតយកភ្លើងពិលទៅចាំងចំចំណុចនោះគេក៏ឃើញមានស្នាមប្រេះតូចនៅត្រង់ជញ្ជាំងបន្តិចវាហាក់ដូចជាជញ្ជាំងនោះត្រូវបានគេបោកបាត់បង់អ្វីមួយយ៉ាងតើឯកសារនោះជាអ្វីរឹតសួរវាជាឆន្ទៈរបស់ឪពុកខ្ញុំគាត់បានទុកផ្ទះនេះសម្រាប់ខ្ញុំហើយมันអាចលក់បានឡើយវិសិទ្ធបានលាក់វាដើម្បីអាចលក់ផ្ទះនេះដោយខុសច្បាប់ណែតនិយាយដោយសំឡេងខ្សឹបគាត់បានលាក់សពខ្ញុំនៅក្បែរនោះដើម្បីកុំឲ្យនរណាដឹងរឹតឈរស្ងៀមមួយសន្ទុះរឿងរ៉ាវដ៏គួរឲ្យខ្លាចនេះបានកើតឡើងនៅក្នុងផ្ទះនេះវិញ្ញាណរបស់ណែតមិនអាចទៅទីណាបានទេព្រោះទាំងសពនិងឆន្ទៈរបស់នាងត្រូវបានគេលាក់បាំងនាងចង់បានយុត្តិធម៌ខ្ញុំនឹងជួយអ្នកខ្ញុំនឹងជួយរកការពិតទាំងអស់នេះរឹតនិយាយដោយសំឡេងច្បាស់ណែតសម្លឹងមករឹតភ្នែករបស់នាងហាក់ដូចជាមានពន្លឺបន្តិចអរគុណបងសូមបងកុំបោះបង់ខ្ញុំចោលភ្លាមនោះណែតក៏បានបាត់ខ្លួនបាត់ទៅទៀតរិទ្ធនៅសល់តែម្នាក់ឯងនៅក្នុងផ្ទះដ៏ស្ងាត់ជ្រុងមុំនេះគេដឹងថាគេត្រូវធ្វើអ្វីហើយគេត្រូវតែស្វែងរកការពិតដើម្បីដោះលែងវិញ្ញាណដ៏សោកសៅរបស់ណែតបើកកកាយការពិតព្រឹកឡើង
រិទ្ធក៏បានទៅរកតាឆ្វេងម្ដងទៀតគេបានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះកាលពីយប់មិញនិងអ្វីដែលណែតបានប្រាប់ទាំងអស់តាឆ្វេងស្ដាប់ហើយក៏ងក់ក្បាលនេះហើយជាការពិតវិស័តជាមនុស្សកំណាចវិញ្ញាណរបស់ណែតមិនអាចស្ងប់បានទេបើគ្មានយុត្តិធម៌តាឆ្វេងនិយាយដោយទឹកមុខតានតឹងតែតាតើយើងត្រូវធ្វើដូចម្ដេចតើយើងអាចរកឃើញសពរបស់នាងនិងឆន្ទៈនោះដោយរបៀបណារិទ្ធសួររឿងនេះមិនងាយស្រួលទេណែតប្រកាសជាចង់ឲ្យនរណាម្នាក់ដឹងការពិតតាឆ្វេងគិតមួយសន្ទុះយើងត្រូវតែស្វែងរកមនុស្សដែលនៅរស់រានមានជីវិតដែលមានតាក់ទងនឹងគ្រួសារណែតប្រហែលជាមានបងប្អូនជីដូនមួយឬសាច់ញាតិណាមួយរិទ្ធនិងតាឆ្វេងបានចាប់ផ្ដើមស៊ើបអង្កេតពួកគេបានសួរនាំអ្នកភូមិចាស់ៗទាំងអស់ទីផុបពួកគេក៏បានរកឃើញបងប្អូនជីដូនមួយរបស់ណែតម្នាក់ដែលបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញរិទ្ធនិងតាឆ្វេងបានធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីជួបសាច់ញាតិរបស់ណែតគាត់ឈ្មោះលោកសំបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅហើយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលបើរិទ្ធបានរៀបរាប់រឿងរ៉ាវទាំងអស់ពិតមែនឬវិញ្ញាណរបស់ណែតនៅតែវិលវល់នៅទីនោះរឿងវិសិទ្ធខ្ញុំក៏ធ្លាប់សង្ស័យដែរតែខ្ញុំគ្មានភស្តុតាងឪពុករបស់ណែតពិតជាមានឆន្ទៈមួយដែលហាមមិនឲ្យលក់ដៃនឹងផ្ទៃនោះឡើយគាត់ស្រឡាញ់ណែតណាស់ហើយចង់ឲ្យណែតមានកេរមរតកសម្រាប់តមុខលោកសុំនិយាយដោយទឹកមុខស្រងូតស្រងាត់ឥឡូវនេះយើងមានភស្តុតាងណែតបានប្រាប់យើងថាសពរបស់នាងនិងឆន្ទៈនោះត្រូវបានលេខទុកនៅក្រោមជើងចិនដឺនៅក្នុងផ្ទះនោះរិទ្ធនិយាយលោកសំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រសិនបើដូច្នោះមែនយើងត្រូវតែទៅជីករកមើលពួកគេក៏បានត្រឡប់មកភូមិវិញលោកសំបានតាក់ទងទៅអាជ្ញាធរភូមិនិងបានរៀបចំក្រុមជាងដើម្បីទៅជីកកក់កាយនៅផ្ទះចាស់នោះរិទ្ធនិងតាឆ្វេងក៏បានទៅជាមួយដែរពេលទៅដល់ផ្ទះចាស់នោះក្រុមជាងក៏ចាប់ផ្ដើមជីកកក់កាយចិញ្ចៀងក្បែរជើងចិនដាអ្នកភូមិជាច្រើនបានមកមើលដោយភាពងឿងឆ្ងល់និងភ័យខ្លាចពេលកំពុងជីកក្លិនស្អុយមួយក៏បានហុយឡើងភាពភ័យខ្លាចបានគ្របដណ្ដប់ទៅលើបរិយាកាសទាំងមូលអ្នកភូមិខ្លះបានថយក្រោយដោយការភ័យខ្លាចទីបំផុតក្រុមជាងក៏បានរកឃើញអ្វីមួយយ៉ាងវាជាឆ្អឹងមនុស្សនៅក្នុងនោះក៏មានប្រអប់ឈើតូចមួយដែលមានឯកសារមួយច្បាប់វាជាឆន្ទៈរបស់ឪពុកណែតពិតមែនលោកសំបានយកឆន្ទៈនោះទៅអានទឹកមុខរបស់គាត់ប្រែជាខឹងសម្បាយ៉ាងខ្លាំងឆន្ទៈនោះបានបញ្ជាក់យ៉ាងច្បាស់ថាដីនិងផ្ទះនោះជាកម្មសិទ្ធិរបស់ណែតមិនអាចលក់ដូរបានឡើយហើយប្រសិនបើណែតមានរឿងអ្វីកើតឡើងនោះកម្មសិទ្ធិនេះនឹងត្រូវបន្តទៅសាច់ញាតិជិតស្និទ្ធផុតដំណឹងនេះបានធ្វើឲ្យអ្នកភូមិទាំងអស់មានការរន្ធត់ចិត្តជាពន់ពេកពួកគេបានដឹងការពិតហើយវិស័តពិតជាបានសម្លាប់ណែតដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់នាងអាជ្ញាធរភូមិបានរៀបចំពិធីបូជាសពណែតយ៉ាងសមរម្យព្រះសង្ឃបាននិមន្តមកសូត្រមន្តដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណរបស់ណែតរិទ្ធនិងតាឆ្វេងក៏បានទៅចូលរួមក្នុងពិធីនោះដែរពេលកំពុងសូត្រមន្តរិទ្ធក៏បានឃើញស្រមោលណែតឈរនៅទីនោះនាងលែងស្លេកស្លាំងទៀតហើយទឹកមុខរបស់នាងមានភាពស្ងួតស្ងាត់និងញញឹមតិចៗនាងសម្លឹងមុខរិទ្ធងក់ក្បាលបន្តិចជាសញ្ញាអរគុណបន្ទាប់មកស្រមោលរបស់នាងក៏បានបាត់បង់ទៅក្នុងពន្លឺភ្លឺចែងចាំងរិទ្ធដឹងថាវិញ្ញាណរបស់ណែតបានរកឃើញយុត្តិធម៌ហើយនាងបានទៅកាន់សុគតិភាពហើយបិទអន្ទាក់ផ្លូវអន្ទាក់ក្រោយពីពិធីបុណ្យបានបញ្ចប់ផ្ទះចាស់នោះក៏លែងមានភាពអាប់អួរដូចពីមុនទៀតហើយភាពត្រជាក់និងភាពភ័យខ្លាចដែលធ្លាប់តែលំពតផ្ទះនោះក៏បានបាត់បង់ទៅលោកសំបានសម្រេចចិត្តថានឹងមិនលក់ផ្ទះនោះឡើយកូននឹងជួសជុលផ្ទះនោះឡើងវិញហើយបរិច្ចាគវាធ្វើជាសាលារៀនឬមណ្ឌលសង្គមគិច្ចសម្រាប់កុមារកំព្រាដើម្បីឧទ្ទិសដល់វិញ្ញាណរបស់ណែតនិងឪពុកម្ដាយរបស់នាងរិទ្ធក៏បានបន្តអាជីពជាអ្នករត់ម៉ូតូឌុបរបស់ខ្លួនគេនៅតែឆ្លងកាត់ផ្លូវកាត់នោះជារៀងរាល់យប់ប៉ុន្តែឥឡូវនេះ
ផ្លូវនោះលែនជាផ្លូវអន្ទាក់ទៀតហើយវាគ្រាន់តែជាផ្លូវលំធម្មតាមួយដែលធ្លាប់មានរឿងរ៉ាវដ៏សោកសៅបានកើតឡើងគេលែងឮសំឡេងនារីស្នើសុំឲ្យដឹកទៅផ្ទះទៀតហើយពេលឆ្លងកាត់ផ្ទះចាស់ដែលបានជួសជុលនោះរិទ្ធតែងតែនឹកឃើញដល់ណែតគេសង្ឃឹមថានាងបានទៅដល់ទីឋានសុខហើយរិទ្ធបានរៀនមេរៀនដ៏សំខាន់មួយពីព្រឹត្តិការណ៍នេះគេបានដឹងថាពិភពលោកនេះមិនមែនមានតែអ្វីដែលយើងមើលឃើញដោយភ្នែកទទេនោះទេពេលខ្លះវិញ្ញាណដែលជាប់គាំងគ្រាន់តែត្រូវការជំនួយនិងយុត្តិធម៌ប៉ុណ្ណោះទើបអាចស្វែងរកសន្តិភាពបានចាប់តាំងពីពេលនោះមករិទ្ធក៏คล้ายជាមនុស្សម្នាក់ដែលមានចិត្តមេត្តាករុណានិងយល់ច្បាស់ពីទុក្ខលំបាករបស់មនុស្សនិងវិញ្ញាណគេមិនមែនជាអ្នករត់ម៉ូតូឌុបធម្មតាទៀតទេគេជាបុរសម្នាក់ដែលធ្លាប់បានជួយវិញ្ញាណដ៏សោកសៅមួយឲ្យរកឃើញសន្តិភាពរាត្រីនៅភូមិត្រពាំងស្វាយនៅតែរះឡើងជារៀងរាល់ថ្ងៃខ្យល់រដូវប្រាំងនៅតែបក់ផាត់តែនៅផ្លូវកាត់នោះភាពភ័យខ្លាចបានបាត់បង់ទៅហើយនៅសល់តែរឿងនិទានមួយដែលជាសក្ខីភាពនៃភាពអយុត្តិធម៌និងការស្វែងរកសន្តិភាពរឿងនិទានអំពីផ្លូវអន្ទាក់ដែលឥឡូវនេះបានក្លាយជាផ្លូវនៃយុត្តិធម៌សម្រាប់ណាតនិងសម្រាប់អ្នកដែលបានស្ដាប់រឿងរបស់នាង